បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទដែលចូលចិត្តកសិកម្មបាទនេះគឺជាដំណាំពោតបាទវាមានអាយុកាលប្រហែលជាជិត1 ខែហើយបាទវាស្មើជង្គង់បាទអាយុ1 ខែហើយអញ្ចឹងយើងបាញ់ថ្នាំ2 ដងហើយបាទបើយើងមិនបាញ់ថ្នាំទេបាទដង្កូវគឺវាបាទវាប្រកាសជាស៊ីពោតយើងហើយបាទស៊ីក្នុងបណ្ដូលនេះបាទគ្រប់ដើមពោតទាំងអស់គឺសុទ្ធបាទតែស៊ីបាទដង្កូវគឺវាចេញមកពីក្នុងដើមតែម្ដងបាទបើយើងមិនបាញ់ទេគឺអត់បានហូបទេពោតបាទឥឡូវយើងនេះកំពុងតែបាញ់ថ្នាំហើយបាទបាញ់ភ្លាមបាទស្អែកឡើងយើងមកមើលតាមបណ្ដូលពោតមកឃើញដង្កូវវាឡើងមកងើបហើយបាទយើងមើលនេះក្នុងបាទក្នុងម្ដងគឺមានដង្កូវទាំងអស់បាទដង្កូវនេះមិនដឹងជាវាកើតដោយសារអីទេកើតដោយសាររុយពងដាក់ឬក៏មិនដឹងវាកើតដោយសារធម្មជាតិរបស់វាទេប៉ុន្តែយើងក៏មានវិធីការពារដែរនៅយើងបាញ់ថ្នាំបាទថ្នាំយើងទិញនៅផ្សារមកកញ្ចប់2500ទៅ3000រៀលបាទយើងដាក់ទឹកបានមួយធុងនេះ25 លីត្របាទវិធីសាស្ត្របាញ់យើងបាញ់ចូលបណ្ដូលវាទៅបាទបើយើងមិនបាញ់ចូលបណ្ដូលយើងបាញ់បង្ហើវាក៏បានដែរប៉ុន្តែវាមិនងាយងឹបដល់យើងដើរបាញ់ចូលបណ្ដូលចឹងណាយើងបាញ់យកចូលទៅខាងក្នុងចឹងមកបាទធានាថាងឹបស្អែកឡើងមកមើលមកឃើញដង្កូវនៅលើស្លឹកពោតបើយើងបាញ់បង្ហើវាងឹបដែរប៉ុន្តែវាមិនងឹបសពដូចយើងបាញ់បញ្ចូលបណ្ដូលចឹងណាហេយេពូលណែងអាគីរូងអាប៉ាល់ហាលចាញ់ជាបាញ់ឆ្នាំបាទតាមមួយខែទៀតបានហូបហើយពោតបានហូបស្នេតមុនស្នេតពោតមួយខែទៀតបានហូបហើយមួយខែជាងទៀតបានហូបផ្លែបាទខែនេះជារដូវខែរំហើយបាទខែក្តៅផងសើមផងអញ្ចឹងយើងអាចដាំពោតបានបើយើងដាំនៅខែភាសាបាទអត់បានហូបទេភ្លៀងមកលិចរលួយគល់អស់បាទដោយសារឫសពោតគឺឫសវាស្បៃបាទអញ្ចឹងវាងាយនឹងរលួយបាទខែនេះគឺខែខែចាប់ដើមចូលខែ1ហើយយើងដាំពីខែ12អញ្ចឹងចូលខែ1ហើយអញ្ចឹងទឹកវាស្រស់ហើយអានេះយើងប្រើប្រព័ន្ធស្រោចវាគឺយើងស្រោចដោយបូមទឹកដាក់នេះទៅយោយើងបូមទឹកដាក់តាមរងទៅវាហូរទៅហើយហូរទៅតាមប្រឡោះបាទរងពោតនេះបាទយើងមើលម្ដងនេះល្អជាងគេនេះម្ដងនេះល្អជាងគេគឺបើយើងទាញវាទៅគឺស្មើដើមទ្រូងហើយនេះបាទល្អជាងគេបាទពោតបាទបើយើងគិតពីថ្ងៃដាំរហូតដល់ថ្ងៃប្រមូលផលគឺវាមានអាយុបាទប្រហែលជា75 ថ្ងៃបាទមានន័យថា2 ខែកន្លះ75 ថ្ងៃគឺ2 ខែកន្លះបាទនៅពេលនេះអាយុវាជិត1 ខែហើយនេះឥឡូវយើងថា1 ខែចុះនេះអញ្ចឹងយើងនៅសល់1 ខែជាងទៀតបានហូបហើយ1 ខែកន្លះបាទតោះឥឡូវយើងចូលទៅទស្សនាបាទពោតតិចបាទនេះប្រឡោះកដាលនេះគឺខ្ញុំទុកផ្លូវសម្រាប់យើងទាញទៅយោទឹកបត់ចុះបត់ឡើងទៅកុំឲ្យវាប៉ះដើមពោតបាទយើងចំណាយ2 រោងបាទទុកដីអតនេ2 រោងបាទស្រួលយើងដើរមើលដាក់ជីស្រោចទឹកបាញ់ថ្នាំស្រួលបាទពោតនេះគឺពោតក្រហមបាទពោតក្រហមផ្អែមណាបងប្អូនផ្អែមយើងដាំថ្មីកាច់ស្ងោរហូបថ្មីផ្អែមណា
lâu nay dừng sol năm dừng đờ cái vi cho đờ cái vi bên thêm bên lơ tiết ở năm chôl tụi nong rong bắn tích mơ bánh mà nong hơi cái vi thôi bạn chôl không bật đôi các bạn ôi là tạt trâu sợ đâu vì tổ này mình tập đây bang phôn và sầm rã sân